ជំរាបសួរដល់បងប្អូនទាំងអស់គ្នាហើយសួស្តីដល់កូនសិស្សានុសិស្សទាំងអស់នៅក្នុងវ័យជំទង់ឬក៏នៅក្នុងវ័យមានស្នេហាថ្ងៃនេះអ្នកគ្រូមានប្រធានបទមួយទាក់ទងនឹងដៃគូជីវិតចាអញ្ចឹងមេរៀននេះគឺខ្ញុំរៀបតាំងពីឆ្នាំ2019ទៅឆ្នាំ2019 ហើយដោយសារខ្ញុំជាគ្រូម្នាក់ដែរខ្ញុំជាគ្រូបង្រៀនម្នាក់អញ្ចឹងខ្ញុំរៀបសម្រាប់បង្រៀនសិស្សចាខ្ញុំរៀបសម្រាប់បង្រៀនសិស្សហើយមេរៀនដែលខ្ញុំលើកឡើងថ្ងៃនេះប្រហែលជារបៀបនៃការបង្រៀនឬក៏របៀបនៃការនិយាយអីប្រហែលនិយាយតាក់ទងនឹងសិស្សប្រហែលជាខ្ញុំនិយាយមួយសិស្សប្រហែលអាចដោយសារបទពិសោធន៍បង្រៀនសិស្សហើយរៀបមេរៀនឬក៏អត្ថន័យអីគឺផ្ដោតទៅលើ